nhầm tất cả ngã sông namaskar hai ông cùng trong bảy này phải trai ra đây chơi ra tên là đó đông ở đầm xài bùng bùng nữa luôn nè mặt họ ra tên là thì rất sợ năng sông namaskar phải ông cùng cả na con cha bằng rồi cha cả bọn ta là bọn sna bị mốc con cha sang group bọn mượn đợt đời động cha phê phê cha cho tao nông cách càng thì thăm một tiền cho ta càng sờ bài chất sờ bài bờ tây nông càng thì chỉ phải giao đó luôn anh hay năng mẹ bờ tây rư khi phải giao nông lột đi năng lột hàng mục nông đầm đài buộc amata bọtឬក៏សន្តិបតរួចផុតចាកទុកសម្រាប់ពុទ្ធបរិស័ទយើងណាមានសម្មាបដិបទាសម្មាទិដ្ឋិក្នុងដំណើរឲ្យបានរួចពីក្តីទុកក្តីទុកប្រជុំចុះក្នុងបាទានខណ្ឌណាហើយក្នុងការដែលត្រូវរួចពីបញ្ញខណ្ឌហ្នឹងយើងបានដឹងបដិច្ចសមុបាទធម៌ណាក្នុងខ្លឹមសារនៃពុទ្ធសាសនាបញ្ញាដែលបានដឹងដំណើរជីវិតវដ្តសង្សារព្រឹត្តទៅតាមហេតុណាហើយមានអវិជ្ជាដែលមិនដឹងអរិយសច្ចធម៌ជាមូលជាឫសគល់ដែលនាំឲ្យមានតណ្ហាត្រូវការមិនបានកំណត់ដឹងទុកណាហើយអញ្ចឹងក៏ជឿតាមតណ្ហាត្រូវការយ៉ាងនេះត្រូវការយ៉ាងនោះដើម្បីឲ្យបានសេចក្តីសុខសកម្មភាពដែលប្រព្រឹត្តទៅក្នុងកិច្ចការងារផ្សេងជាការបម្រើនៅតណ្ហាតាមពធសម្ដែងឧណោលោកោអតិតោតណ្ហាទាសោនឹងសត្វលោកខ្វះកន្លះមិនឆ្អែតហ្នឹងសត្វលោកហ្នឹងគឺសកម្មភាពដែលប្រព្រឹត្តទៅនឹងឯងចេតនាជាអភិសង្ខារដោយបរមត្តសន្មតសត្វលោកជាទេសៈរបស់តណ្ហាហ្នឹងគឺព្រោះតណ្ហាហ្នឹងជាបច្ច័យផ្សេងដោយឧបនិស្សយបច្ច័យជាដើមចេតនាជាអភិសង្ខារចេតនាកម្មដែលនាំឲ្យមានកម្មច្ចរូបដែលនាំឲ្យមានវិបាកបរិសន្ធិក្នុងឧបបត្តិភពទាំងកាមភពរូបភពអរូបភពហ្នឹងបែងចែកទៅក៏មាន31ជាន់ហ្នឹងគឺអាស្រ័យកម្មជាបច្ច័យទាំងអស់បញ្ចវោការភពក៏មានខណ្ឌ5ទាំងរូបទាំងនាមឯកវោការភពក៏មានកម្មច្ចរូបអសញ្ញសត្តាព្រំហើយចតុវោការភពnóមាននាមខណ្ឌ4ហ្នឹងគឺអាស្រ័យកម្មចេតនាកម្មអភិសង្ខារហ្នឹងជាបច្ច័យអាស្រ័យនឹងអវិជ្ជាដែលមិនដឹងអរិយសច្ចធម៌ហ្នឹងបដិច្ចសមុបាទធម៌បដិច្ចតួបច្ច័យហ្នឹងឯងដែលនាំឲ្យមានផលមានវិបាកប្រព្រឹត្តទៅជាភពហ្នឹងជាវដ្តសង្សារ
ដំណើរជីវិតសត្វលោកមួយអង្គម្នាក់ហ្នឹងគឺជាវដ្តសង្សារវត្តដាក់ហ្នឹងមាន3ដោយកិលេសវត្តដាក់នាំឲ្យកើតកម្មវត្តដាក់នាំឲ្យមានវិបាកហើយវត្តដាក់ប្រែថាវិលពលមានវិបាកបដិសន្ធិទៅក៏មានកិលេសហ្នឹងហើយព្រោះអវិជ្ជាជាមូលជាឫសគល់ដែលមិនដឹងនៅវត្តដាក់ហ្នឹងមិនដឹងនៅអរិយសច្ចៈហ្នឹងមិនដឹងនៅបញ្ញខណ្ឌហ្នឹងអវិជ្ជាហ្នឹងនាំឲ្យមានកម្មអភិសង្ខារគឺកម្មហ្នឹងវិលអញ្ចឹងសង្សារៈអន្តោលសង្សារៈអន្តោលយកកំណើតអនមតកេសង្សារេហ្នឹងហើយអន្តោលយកកំណើតនៅក្នុងសង្សារៈហ្នឹងដែលមិនដឹងទីបំផុតវត្តដាក់ហ្នឹងខាងដើមគឺវែងឆ្ងាយមិនដឹងពីត្រឹមណាមកហើយតទៅអនាគតក៏មិនបរិសុទ្ធឯងទេបើមិនបានអប់រំអរិយមគ្គទេនោះហ្នឹងឯងតើមានអរិយមគ្គបានអស់វត្តសង្សារហ្នឹងដោយអវិជ្ជាដែលមិនបានដឹងនៅទុក្ខេអញ្ញាណังអញ្ញាណังហ្នឹងគឺអវិជ្ជាហើយទុក្ខសមុទយេអញ្ញាណังទុក្ខនិរោធេអញ្ញាណังទុក្ខនិរោធគាមនីបរិបទាអញ្ញាណังហ្នឹងហើយតាមការដែលមិនដឹងហ្នឹងអវិជ្ជាមិនដឹងក្នុងបដិច្ចសមុបាទធម៌ហ្នឹងផងដែរក៏អវិជ្ជាហ្នឹងប៉ុណ្ណាហើយមិនដឹងចឹងទៅលុះទៅតាមអំណាចនៃតណ្ហាជាតួបោកប្រាស់ណាហ្នឹងហើយបោកបញ្ឆោតសត្វលោកដែលសត្វលោកល្ងងណាហ្នឹងអវិជ្ជាណាល្ងងនាំឲ្យមានតណ្ហាទៅតែព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងជាបុគ្គលបញ្ញត្តិហ្នឹងហើយដោយបរមត្ថអត់មានមនុស្សសត្វបុគ្គលអីទេគឺបដិច្ចសមុបាទធម៌ហ្នឹងឯងប៉ុណ្ណាពុទ្ធបរិស័ទយើងអប់រំចម្រើនបញ្ញាទៅដឹងបដិច្ចសមុបាទធម៌ទៅបានដឹងព្រះនិព្វានគឺការអស់ទៅនៃវដ្តសង្សារហ្នឹងមុននឹងដឹងការអស់ទៅនៃវដ្តសង្សារតើតែឃើញតួវត្តដាក់ហ្នឹងដឹងថាមានហេតុមានផលនៃវត្តដាក់ហ្នឹងបានដឹងអំពីការរលត់ទៅនៃវត្តដាក់ហ្នឹងឯងដោយការរលត់ហេតុនិរោធាផលៈនិរោធោហ្នឹងឯងនេះរលត់នោះក៏រលត់ណាព្រះពុទ្ធអង្គដែរហ្នឹងឯងនេះមិនមាននោះមិនមានណាហ្នឹងគឺការរលត់ភពហើយហ្នឹងរលត់វត្តដាក់ហ្នឹងព្រះអង្គប្រកាសផ្នែកខាងនិរោធណាអវិជ្ជាយៈទ្វេវៈអសេសវិរិយកៈនិរោធាសង្ខារនិរោធោនិរោធគ្រប់វត្តទាំងអស់ហ្នឹងគឺនិរោធសច្ចបរមសុខហ្នឹងឯងរលត់ហ្នឹងគឺការមិនមានវត្តដាក់ប្រព្រឹត្តទៅមិនកើតឡើងព្រោះអត់មានបច្ច័យប៉ុន្តែតលតែអរិយមគ្គតលមានអរិយមគ្គក្នុងជីវិតមួយអង្គម្នាក់ហ្នឹងគឺព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹងសម្ដែងប្រាប់មកហើយអរិយមគ្គហ្នឹងអាចកើតមានក្នុងសត្វលោក
កាលណាបើអប់រំហេតុនៃអរិយមគ្គហ្នឹងដោយឧបនិស្ស័យនៃបុណ្យកុសលហ្នឹងទានូបនិស្ស័យសីលោបនិស្ស័យភាវនូបនិស្ស័យហ្នឹងឧបនិស្ស័យត្រូវតែជាទីអាស្រ័យដ៏មានកម្លាំងកុសលធម៌ហ្នឹងគឺយើងពឹងពាក់បុណ្យកុសលហ្នឹងទៅអាចដើម្បីបានរួចផុតចាកទុក្ខដោយឥឡូវហ្នឹងជាក់ស្ដែងយើងនៅក្នុងកំណើតជាមនុស្សបានយើងជួបនឹងពុទ្ធសាសនាទៀតមិនមែនតែកើតមកជាមនុស្សហើយចេះតែមានប្រចាំឋានមនុស្សហ្នឹងរហូតទេសូម្បីតែដោយសពថ្ងៃក៏មានដោយអន្លើហ្នឹងឯងនៅប្រទេសក្នុងពិភពលោកលើផែនដីជិត190ជាងប្រទេសដែលរាប់អានពុទ្ធសាសនាហ្នឹងមាន12 13ប្រទេសអីតែប៉ុណ្្នឹងទេលាយឡំដោយលទ្ធិសាសនាដទៃផងហ្នឹងឯងហើយយើងកើតមកបាននៅក្នុងដែនសវណ្ណភូមិស្រុកខ្មែរយើងទោះជាថាវត្ថុសម្ភារៈអីខាងក្រៅមិនមានបានអីដោយប្រទេសជឿនលឿនដោយវត្ថុសម្ភារៈអីដទៃមែនប៉ុន្តែខ្លឹមសារសំខាន់ស្រុកខ្មែរយើងគឺមានប្រសង់ប្រព្រឹត្តធម្មវិន័យល្អដើម្បីទៅពិសេសជាងស្រុកដទៃដែលរាប់អានពុទ្ធសាសនាកម្មពុទ្ធសាសនាហ្នឹងស្រុកខ្មែរយើងហើយយើងចេះបានកើតមកក្នុងប្រទេសដែលកាន់ពុទ្ធសាសនាហើយចំស្រុកខ្មែរទៀតហ្នឹងឯងហើយពូជពួងវងតកូលអ្នករាប់អានពុទ្ធសាសនាទៀតពិសេសអញ្ចឹងគឺមិនចេះតែបានជួបនឹងពុទ្ធសាសនាទេហើយសូម្បីតែកើតមកក្នុងស្រុកខ្មែរហើយហ្នឹងវល់រឿងជីវិតរឿងក្រុមគ្រួសារអីចឹងទៅអត់បានចិត្តស្និទ្ធដិតដល់អីក្នុងបត្រៃបីដកអត់បានចិត្តដិតអីជាមួយនឹងព្រះសង្ឃហ្នឹងឯងមេត្តាបិតាអីក៏គាត់ជាប់រវល់អញ្ចឹងមកអាហ្នឹងវាទៅតាមក្រុមគ្រួសារហ្នឹងទៀតហ្នឹងហើយត្រូវចូលសាលារៀនទៅរៀនក្នុងស្រុកក្រៅស្រុកអីចឹងទៅទៀតទៅចេះតែខ្វៀងពុទ្ធសាសនាហ្នឹងតែអញ្ចឹងអត់ឃើញរតនៈសំខាន់ក្នុងជីវិតដែលបានជួបនឹងពុទ្ធសាសនាហ្នឹងមានបត្រៃណគមអត់បានឃើញតម្លៃនៃបត្រៃណគមអត់បានឃើញតម្លៃនៃសម្មាទិដ្ឋិដែលដឹងគុណមេត្តាបិតាហ្នឹងជាអាហុណៃយាចបតតាណੰជាព្រះអរហន្តរបស់កូនណាអត់បានដឹងណាអញ្ចឹងទៅមិនឃើញថានៅស្រុកខ្មែរហ្នឹងពិសេសត្រង់កន្លែងណាអញ្ចឹងទៅប្រៀបធៀបទៅនឹងស្រុកដទៃតែពីរឿងទ្រព្យសម្បត្តិអីខាងក្រៅទៅដូចថាប្រទេសម៉ែយើងហ្នឹងក្រណាស់ចឹងទៅហ្នឹងឯងប៉ុន្តែព្រះពុទ្ធអង្គទ្រង់សម្ដែងក្រក្រៃលែងក្រហ្នឹងគឺក្រក្នុងអរិយវិន័យក្នុងបៃដកលេខ46
ị nạ sốt này ị nạ nó phải thà bầm nol này bầm nol can dọc nơi bầm nol ị nạ tiền nàng đó ị nạ nàng a tiền can dọc bầm nol mũi ị nạ tiền ở miền a đây đó cứ phải mới thà ao chơi này ị nạ hay nàng tiền nó ao nó ao chơi đó dânจะนำdây anh là tiền đó ị nạ dạng này ị nạ này hay nơi khăn ị nạ số toàn đại miền bầm mùi bàn tờ thì mùi nó để cào bằng đại sạch thí sờ đó miền hệ đại ảo tập bạ dạng này dẫn vô hệ đại ảo tập bạ tới dịp pi sạch thí hệ đại ảo tập bạ vì dễ bàn nhà nó cứ cào không là rây bị nây cào cày đền từ na chẳng tới với chấm bẹ bầm nol là tp bẹ bầm nol nó bầm nol chỉ vật nol pan cho về ri và na để ba là trần đề tiền bằng đại cai tôi chờ đất về chơi tôi chờ đất mà nô tôi chờ đất nàng anh chấm bẹ bầm nol cày lên na rồi tới là cả bạ tròn để bật bằng nơi tô khủng ho đại vô bật nâng tròn bật bằng nóคือcả bạ này nâng rồi chẳng miền để chào đằng nơi tô khủng ho chẳng đi chẳng đâu chẳng tới chào nóคือtê tiền tê tì buồn này nằng này đó tì muối cào tì pí bẹ bầm nol tì bấy cà bạ tì bốn cái tê ai đào từ cà ạ sao vị tất cả lá ngày nó ruột ạ sao vị tất cả đây đi nòng chặt nâng chị ạ sao tới xài mòn tới nó ruột ắt ruồi ruột nó tì pram á tì bầm muối cái chạp bàn chạp bán đòi lại nơi cái tôi chỉ rất về chơi tôi chỉ rất nô tôi chỉ rất nó cái tròn đòi chấm nón nở rộ tệ tràn nắng ti phẩm bùi chia chấm nón phơi nơi sự đây ăn đợt ái đòi pre nỉ tiền đòi cày lên nắng ra là lợt thì riêng người ta cào nòng ở đây bị này nắng ai dân cạt màu nòng dọc mày nó đôi bột bò sạch dân khơi sầm bát sầm khănคือปัตไตรสรณคมเนี่ยนั่นไงปัตไตรณคมนั้นเจ็บบาดในโลกตระโทนะก็จำบาดใหญ่ตรำในสมบัติมนุษย์บัดเตดาสมบัติปรุมไอ้มันสมัยนั่งปัตไตรณคมน่ะนองป่าได้ปกติเตียนนองแต่ขณะวิเพียงกระโสดได้เอาเตียนได้บกวนนะเมียนดับบุญดับนั่นไงรับปีเลยมาคือตีมุ้ยเปรียสมาสามปุตตีปีเปรียปัจเจกปุตเอาเตียนได้บกวนแล้วนั่นไงบานยังเงยจำคือเปรียอะไรบุกลต่อมาเตียดนั้นยังรับจีกูđó miền buồn cùนั้นนะนั่นไงchẳng người ta chỉ đọc vậyคือเปรียอรหันต์ให้นังบุกลแต่กำปงปราณิบัตทำไปเจ้าชบ้านในอรหัตพอลนั่นไงนั่นบุกูแต่ไอ้เจเปรียนาเกียมีบุกลแต่กำปงปราณิบัตทำไปบานนาเกียมีพอเจเปรียสักเตียเกียมีนั่งบุกลทำไปปราณิบัตทำไปบานสักเตียเกียมีพอเจเปรียสาวตาบ้านบุกลแต่กำปงปราณิบัตทำไปเจ้าชบ้านในสาวตาปัตตพอลบุกลได้กำปงปราณิบัตทำไปเจ้าชบ้านในสาวตาปัตตพอลนั้นคือรับตั้งตีเนี่ยเมียนปัตไตรสรณคมเตยนั่นไง
มันตอนโบกเซลปรามเจอพองโบกเซลปรามเซลผมใบอัตรายกับเซลสามเณรเซลเปรติเข้าเราโหดดอจำราสามถะปัสนาบานสาวตาปัตตเมะนั่งไงจับตังปีเมียนปไตรสรณะกุมปุถแทงสรนังชามิธรรมแมงสรนังชามิสังแทงสรนังชามิเนี่ยแต่ตัวเนี่ยนังสาวตาปัตตเมะให้แต่บอกกูกลมปุงปรอนดิบัดดำใบเจี๊ยชบ้าในสาวตาปัตตพานั่งไงยังคือบานดอบให้นึกบุญที่บุญtiệt nắng rạp ta bỏ ấy xây ấy để ăn miên bát trai nạ cùng tại ban sầm mà bát phẩm bấy lô cây phi nhi pram ấy ban châu mà nu miền sờ ăn miên trai nạ cùng ấy nè ngày ấy mà ăn trai nạ cùng ấy ăn sờ thì đối ban ti đập buồn nó cứ sạt ở tiền đào sạt sạt để tràn đóนั่นไงเราปีคราวมตัววิ่งนั่งเลยถ้าเอาเตียนดาวสัตว์นั่งบานมาโรยให้เอาดอนมันนูได้ตรุเซลอดไตหนักกุมให้นั่งอดเซลจีดนั่งนั่งบานมาป้อนนั่นไงพอเตียนนั่งเบอเอาในแต่สมราชเจี๊ยบอลcủaซอยเนี่ยพอจัดเนี่ยเอาเจี๊ยบอลเนาะนั่นไงกันถ้ามันนูđể ọt sờ nó ròn bao chiềng sạt đọp đòn đằng này vấn tại đò miền sớ coffee mình nu ọt sờ mà rồi đòn đằng này chẳng mà bón ọt miền mà mơ nó từ mà xài nó khâu này mà rồi đòn ao đò mình nu để miền sờ cái nó ọt miền tây nạ cùng với nó đằng này mà xàiแต่ดาวtớiกับบ่อยใส่เจ๋งจับเตี้ยtớiบัวtới banสมาบัติเงี้ยchứ nóรูปเชียนรูปเชียนđóไอ้โลกไก่อภัยเนียที่เมียนเตปไปจักเขาเมียนเตปไปสาวเลิกเชียดบ้านไอ้จังนั้นนะนั่งไงก็น่ะไอ้เจตาประเดี๋ยวเงียนดังจัดเนี่ยตีไอ้จังtới hayก็miền ca sầm đại như rít á năng ho ấy ban ấy năng chẳng năng là phê nhẹ năng năng bờ ao tiên đa tập bỏ ấy xây năng ban mà sai cao đấy mà sai nói mà cao đòn thì lơ thì nu để cái này miền sa hàm đà năng mà sai cao năng buồn là cái này rồi ở miền Tây Tây nạ cùng năng miền buồn năng ngày để chán nu ở sớ nu miền sớ năng tập bỏ bàn mà bắt tầm bấy lục cây ở phía nhẹ năng ấy bàn tập chọp nên năng bậc cuối để pungแต่ปราณีบัดตำบเจี๊ยชบ้าในสาวตาปัตตพอลนั่งไงรับทั้งปีเมียนปไตรหนากลุ่มแต่นั่งเอาเตียนดาวเนี่ยเมียนปไตรหนากลุ่มนั่งเมียนพอรอบเหมือนบ้านประมาณมันอ๋อนั่นคืออัดเมียนดะเลจำนวนไอ้มาใส่เกาไอ้เตนั่งกระนั้นเลยยำนาเรียบรับไอ้ฟุตบอลสัตว์ยังเชียบปีตำไลในชีวิตแต่บ่ยังได้เมียนปไตรหนากลุ่มนั่งจนกายยังเมียนได้แต่ยังอัดบานดังนั่งไงอดดังนั่นคือmìnhอthếนะนั่งไงนำไอ้ยังเฟซไปให้ตกเจ้าไอ้จังเตอนั่งไงอดบานไทยหรือซาอดบานจำราลางนั่งไงไอ้ยังเมียนสำนางเกิดมาหนองสระขมายยังไอ้เกิดมาเฮ้ยปุยปวงวงตะโกไอ้ยังใช่ปะตรงไอ้ท่าสายกุบเมียดาปิดาลูกเย่ดอกตาไอ้ยังนั่งอันแต่เธอไอ้ยังบานดังตีบอดรามไอ้กับเชิญเตอหน้าเชิญเตอวอดเตอการบันไอ้จังเตอมโนสิเจตนายังchỉโกนchỉ chạy nóเป็นเมียนจังหมานั่งไงนั่งได้พระพุทธองค์ได้ถ้าเกิดน้องประเทศเดสามกูให้บานสายกุบจะมวยสับปะรอนั่งไอ้นั่งกรอแล้วนะนั่งไงยังเมื่อมนุษย์ปิ้งตั้งท่านได้เกิดมา
ចូលមកឆាន់បូពីអីចឹងទៅហ្នឹងឯងក៏សាសនាផ្សេងទៅហ្នឹងឯងអ៊ីស្លាមសាសនាចឹងសាសនាព្រះយេស៊ូវគ្រីស្ទអីចឹងទៅហ្នឹងឯងច្រើនណាស់ហ្នឹងឯងសាសនាព្រះយេស៊ូវគ្រីស្ទហ្នឹងគឺចំនួនមនុស្សលេខ1ហើយហ្នឹងឯងច្រើនជាង2000លាននេះហ្នឹងឯងក្នុងបណ្ដាមនុស្ស8000លានហ្នឹងបាទប្រហែល8000លានហ្នឹងហ្នឹងឯងហើយសាសនាទី2សាសនាអ៊ីស្លាមនិយាយពីចំនួនមនុស្សហ្នឹងណាហ្នឹងឯងច្រើនហ្នឹងឯងជិត2000លានហើយសាសនាហិណ្ឌូទី3ហ្នឹងជាង1000លានហ្នឹងឯងហ្នឹងឯងគ្រាន់តែឥណ្ឌាច្រើនណាស់ហ្នឹងឯងហើយនៅអ្នកអត់កាន់សាសនាអីហ្នឹងក៏ច្រើនអត់មានសាសនាទាំងអស់ហ្នឹងច្រើនជាងអ្នកកាន់សាសនាហិណ្ឌូហ្នឹងទៀតហ្នឹងឯងរាប់តាមសាសនាព្រះយេស៊ូវគ្រីស្ទសាសនាអ៊ីស្លាមសាសនាហិណ្ឌូពីដើមហៅព្រហ្មញ្ញសាសនាហ្នឹងអ្នកអត់កាន់សាសនាអីទាំងអស់ហ្នឹងច្រើនជាងសាសនាហិណ្ឌូដូចថាសាសនាហិណ្ឌូថា15%ឯនោះ17% អញ្ចឹងទៅដូចថាវិទ្យាសាស្ត្រអីចឹងទៅថាអញ្ចឹងអត់មានសាសនាអីចឹងណាហើយបានអ្នកកាន់ពុទ្ធសាសនាយើងនេះគឺមានប្រមាណតែពាក់កណ្ដាល1000ហ្នឹង500លាន500លានហើយដល់ច្រើនគឺប្រទេសចិនណាប្រទេសចិនហ្នឹងឯងពុទ្ធសាសនាផ្នែកខាងអាចារ្យវិទ្យាហ្នឹងឯងហើយបានមកខាងសវណ្ណភូមិយើងហើយនឹងតាមពាក់បណ្ឌទ្វីបហ្នឹងឯងដែលនៅខាងថេរវាទហ្នឹងឯងកាន់តែតិចទៅទៀតហ្នឹងឯងហើយតិចមែនទែនទៅគឺធម្មប្រមាណៈដែលកម្មយកសិលសមាធិបញ្ញាជាប្រមាណហ្នឹងឯងជាលោកចាស់របស់យើងហ្នឹងឯងបានគង់នៅក្នុងពុភ្នោះជាស្រ័យបុណ្យសម្រាប់ពុទ្ធបរិស័ទយើងពឹងពាក់ពំនាក់អាស្រ័យក្នុងតេខិណានុបទានហ្នឹងជាពិសេសហើយគឺប្រសង់បរិបត្តិត្រួតត្រងធម្មវិន័យហ្នឹងដែលមានកម្លាំងពិសេសក្នុងការដែលធ្វើឲ្យសម្រេចនៅក្នុងអង្គតេខិណានុបទានហ្នឹងគឺតេតួងនឹងមានសិលហ្នឹងឯងបើយើងធ្វើទានមកនិយាយពីសង្កតាតេខិណាទានដែលព្រះអង្គទ្រង់បែងចែកទៅជា7ពូហ្នឹងឯងក្នុងតេខិណាវិភង្គសោតហ្នឹងមានបដិបុគ្គលិកទាន14ហើយសង្កតាតេខិណាទានហ្នឹង7ហ្នឹងសន្តានាយកនៅវត្តព្រះមហាគុណកោដ្ឋហ្នឹងហើយទានចំពោះឧបតោសង្ឃទាំងភិក្ខុសង្ឃភិក្ខុនីសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រធានហ្នឹងឯងមកពួកធំទី1ទៅទី2ក៏ចំពោះឧបតោសង្ឃនឹងដែរតែអត់មានព្រះពុទ្ធអង្គជាប្រធានអញ្ចឹងណាហ្នឹងឯងហើយបានទី3ក៏ភិក្ខុសង្ឃហ្នឹងឯងទី4ក៏ភិក្ខុនីសង្ឃបែងចែកអញ្ចឹងទៅហ្នឹងឯងហើយនៅ3ទៀតគឺនិមន្តប្រមាណអង្គបានអង្គពីសំណាក់សង្ឃនឹងភិក្ខុភិក្ខុនីប្រមាណអង្គក៏បានដែរតែយើងរមមធនធានចឹងទៅប៉ុន្តែយើងនិមន្តពីសំណាក់សង្ឃមកហើយក៏ចិត្តរបស់យើងថ្វាយចំពោះសង្ឃអត់មានលំអៀងទៅរកបុគ្គលអីទេមួយអង្គពីរអង្គ3អង្គអីចឹងទៅក៏បានហ្នឹងឯង
hay nâng bài trai từ tiết tới muôn thì khẩu màn ong muôn thị còn đây và màn ong chẳng thờ chẳng tới rụp làm pi vậy nâng dần riêng trong đăng thờ làm pi nâng ai khá chẳng đó thì mỗi cứ ốp tàu sáng miền và phút chế vật thiền thì tí ốp tàu sáng ạt miền phút chế vật thiền thì bấy thì khẩu sáng thì bốn thì cần này sòng đó nâng này ấy bà nị buồn màn ong thì nạ sòng nâng thì khẩu thì cần này thì khẩu hay nâng thì cần này bài chẳng đó đó nâng này ai chạy chết bao dương vài chừng buộc sòng đời muôn bần bạt ấy chẳng đó dân ạt miền yên ấy chừng buộc bộc cua thế đăng cái song thì muôn bần ba chẳng ấy năng ngày chặt dân chăm pua song chẳng tới năng bàn dân phơi sang cái tiền nâng cứ và ông trung xa đi bón để dân phơi pua song của vài dân pua song to vuông và sát ná năng ngày dân nực rồi lực hơi và song tăng thì mày bút ca nâng màu để khẩn thà côn bỏ vào sáng cho tạm nâng ấy nó côn cái lên từ hồ hải nâng nâng này mình ta chặt bỏ dưỡng cái phai dòng bùa sòng xong bay từ to từ một tiệt nâng liền cột rồi phù sòng nâng này bằng dây thì bột cuốn cứ trục sở miền bà và thua vậy thì bột cửa văn ta chặt vào dưỡng cứ phải chừng buộc son á là ngày bàn địa tuồng nâng thầm buộc cả xà vạ nâng dần rồi bột bò sạch chỉ là tại chừng buộc son buộc cả xà vạ nâng rồi chia ấy sạch thì chàng chỉ tuồng chơi bỏ nẹ để xoay ngược nơi côn dần chỉ để là nực để lực đào sang thở côn đằng anh vì pre anh nhà cao đèn nhẹ pre pan như vậy khi pre vô xâm lanh pre vô ấy máu nòng và xà tì mùi bỏ pre đầm miền bờ phê nó hơn nâng này nâng cứ to vuông và xong để hốt mà pre sân kỳ từ ca cha bạ thầm mạ sự kia diễn đi miền pre mà ca sập bạ chỉ thông bậc thiên pre hẳn non pro play ấy hồ mà hai mà tăng bị vọng để đi tiền tới bàn bay khai nó chạm vào đàm bạ thầm mạ sự kia diễn đi ở from pi khai hốt tới phút sạc ra mà rồi năm tới bàn tụ thì dễ sinh kia giờ đi hôn nòng phút sạc ra pi rồi xàm sệt buồn bàn tạ thì dễ sinh kia giờ đi bàn nơi tạm bẹ bàn ở phi để mà hình ở thế ra chỉ thông bậc thiên nơi thô bà ra tàu tới nơi Lào Cạ lên là vì hi nằng này tạm bẹ pan là phi nó hồ hai rồi hốt màu nơi phù mi ấy nó hay chưa bị say còng chỉ nung và trai bày đọt mai giờ nằng này tàu vuông phải sát na và sòng nào từ bột bò sạt giờ nực rồi lật đào và sòng nằng á nằng này muôn từ trời từ ti cái lại nà ná dần nực rồi lực đó và xong đại sầm puột cả xà vạ nó dân chia là rồi bồi chia vài bằng cung puột cả xà vạ nâng từ dần bàn nơi nòng sọc mài dần gặp ngày và xong bạ để bạt thòm ở vị này nó bị xe cái lên nhé bột bò sạt dân đằng thà phọp liệp sầm nàng hay tẹt thì nào nó bật tiến đôi chia về bần ấy nâng trắng nó cái dân bưng bẹ cái bộ phận đệ kia cả anh ra dân vừa tiền xong bây giờ chỉ môi câu tập phu xong
ao thì dân tăng chất chấm pua sòng bà nó có bộ bút ở ông xâm đại sang khai giang áp mai giang về tiền y tế nông tiệc thì này phen về sâu nó miền bòn rập mình banประมาณ mình o còn té tiệt tuồng từ nông tiệc thì nano bát tiến về từ sài sel rồi bảo phải để kia cả năng ai năng là vì sao rằng để miền sel năng ai bà để kia cả ở miền sel thế tôi dừng thực tiền bàn bòn tra bòn chơi để tập tam chết na phong hay bà để kia cả phong năng ai dừng chun bòn ấy chẳng tới chơi tại ba này rồi ta dùng bay tại ao tiền đà phạt để chan ao tiền tray ấy chẳng tới chun bòn ấy đó tê và đá tê ó có bàn năng ấy sẽ đạch nè ấy tê ó tới các bàn rừng ráo miền màu pre và rong porisat ao tiền tray chun bòn tới tê và đá tê ó bàn làng thần nạ tiệt ở tê và đà năng đời cả tê ó năng bòn pre và rong porisat ao tiền tray hay chui pre và rong porisat rừng ấy thiệt tệ mày bột cá và miền bờ ro để chia pra ở tây vô đầy bùa rôn ấy nó hết ở tiền tây ấy có chun bòn tới đạch nè có tây o hay chui đùm đục rong bờ ro năng thiệt năng ngày tây có để kia cả đấy nó dân ở tiền bàn bòn ấy bòn năng ai chun tê và đa ban đạch nịa bàn tiệt dẫn dân miền mê ta chặt chìm ran là mình sầm lạp sản tê ngày bà na thì bà ta về rẹ mình đi nịa tiền nê về rẹ mình đi tới ấy tiền dân đời phơi chẳng ấy dân miền xe hay bà đệ kia cả miền xe tiết vì xe nên tê nó tới chia tẹt thì ná vị sọt thị năng ấy người ta tẹt na bị sọt thị nó là không tẹt na tiền nó phân tại thà lệch mùi này trăng lại thà trả tiền nó tiền dụa nó có miền sơ hay và để kia cả nó có miền sơ năng ấy vì sao na bòn nó có tràn hết sầm rách on tẹt thì na nộp tiền để thà miền na ai ai sầm rách rồi bà tạt tô và chi bị tạ prai ấy chẳng tới nhiệt bàn trệ o cho mùi nâng dân chia trả tiền ở tư tư chẳng đó đó nâng ngày miền on bay đó từ dân ở tư tiền nâng tới để kia cả miền sớ hơi nâng bắt ta nụ mô tình y miền on này tẹt thì na nộp tiền chẳng nâng ngày năng ai tôi chia đánh đá có dân mình ai năng bàn điệp đăng ai sập group nòng tẹt hình nào nộp tiền năng thà nhiệt nước bàn tự tu rư có mình bàn ấy dạng ná mình tay thay dân bàn một pin tới dân xâm rạch bon của sao bảo dân chỉ tì pưng năng ngày chăm bạch riêng ong riêng khuôn nòng đầm na chi vật vật ở sòng xà năng đào về dân lìa trả lột năng tới cứ chăm bạch rồi pưng bon của sao năng riêng ong riêng khuôn năng để bon dân phơi đời ong ai nhé và ong truông sầm đài nòng mít ở sốt bạch đỏ lên mà phây phẩm buồn năng trăng để ông phải cả thà sĩ giang cả ta ní bao nhà ní bon để bậc cô phơi để luôn ai nhá tăng mật tăng sambara gì căng là ngày thà bon nụ ai tăng nó á chỉ mật nòng sambara gì cả phục tọt tới dân nơi chỉ mà nu tôi chỉ cây cro làm ba ấy giờ mấy có dân nơi chỉ mà nu là slap nếu mà cho mà nu cho tia đó là ngày dân phơi cháy tia cây cro ấy tới giờ mấy cái đó bên bên nơi không phép chỉ mình nu là ngày miền nhiệt mít ấy chẳng tới phân bệ ấy kha miệt đa bị đa ấy của chui ấy chẳng tới chạy tiền nơi đây lụa đây ấy của ban kha ấy chẳng tới té đo pe mặt chỉ đi màu tần đam vô plon vô thư thà o tem chỉ vật mà nu nâng tự tiệt
ត្រាប់សម្បត្តិញាតិមិត្តសន្តានបងប្អូនអីគឺអស់រលីងណាមើលទាំងនិយាយពីសម្បត្តិខាងក្រៅហ្នឹងក្រប៉ុណ្ណាទៅវាអស់ទាំងអស់ណាអស់ទាំងអត្តភាពជាមនុស្សទៅគឺមានអីដែលយើងនៅជាមនុស្សក្រជាងពេលស្លាប់ហ្នឹងទេហ្នឹងហើយព្រោះនៅជាមនុស្សក្រលំបាកមិនក៏វានៅអត្តភាពជាមនុស្សអានេះវាអស់ទាំងមនុស្សទៀតហ៎យើងមើលនៅជាមនុស្សលក់កលៀនមួយប្រមាណហ្នឹងហើយលក់មួយចង្ហៀងអញ្ចឹងទៅរាប់ម៉ឺនដុល្លារហ្នឹងហើយចុះនៅភ្នែកនៅដៃនៅជើងអីច្រាក់សម្បើមទៀតណាហ្នឹងហើយដល់ពេលស្លាប់គឺអស់ទាំងអស់ហ្នឹងហើយកលៀនទាំងសងខាងហ្នឹងហើយអស់ទាំងភ្នែកហើយជាពិសេសជីវិតិនត្រីទៅទៀតណាដូច្នេះចាំបាច់គឺថាយើងនៅជាមនុស្សថាដល់ពេលក្រទៅអត់មានគេរាប់អានណាហ្នឹងហើយគេមើលងាយគេខ្លាចយើងខ្ចីលុយគេអីចឹងទៅហ្នឹងហើយមកហ្នឹងមកធ្វើអីទៅនេះហ្នឹងហើយហ្នឹងគឺវាជាធម្មតាទេយើងមិនបកកាយប្រកម្មអីទេព្រោះរឿងរបស់មនុស្សយើងហ្នឹងហើយទាំងយើងទាំងគេអីហ្នឹងចឹងគ្រាន់តែយើងលើកក្នុងន័យប្រៀបថាដល់ទៅពេលយើងស្លាប់ហ្នឹងគឺមានមេត្តាបិតាញាតិកាណាrồiចង់ជួយយ៉ាងម៉េចក៏ជួយមិនតាន់ដែរព្រោះចតិបដិសន្ធិគឺត្រូវពឹងបន់នឹងឯងចឹងនឹងក្នុងការដែលយើងបានដឹងហ្នឹងគឺតួបញ្ញាហ្នឹងកម្មសកតាបញ្ញាកម្មសកតាញាណអញ្ចឹងក៏បានដែរគឺតែដឹងថាសត្វលោកព្រឹត្តតាមកម្មអញ្ចឹងដល់ពេលលាចាកលោកនឹងទៅព្រះពុទ្ធអង្គទ្រង់រំលឹកណាហ្នឹងហើយកន្លែងហ្នឹងដូចជាបុត្រកោខេតកៈអីហ្នឹងព្រះអង្គរំលឹកថាស្បៀងក្នុងដំណើរផ្លូវរបស់អ្នកហ្នឹងអត់មានណាម្ដែងរហូតដល់ទៅបុត្ររបស់កោខេតកៈហ្នឹងនៅសាវត្ថីទេប៉ុន្តែដល់ពេលមានរឿងរ៉ាវឪពុកហ្នឹងដាច់អីចឹងទៅស្រែកដូចគោដូចអីចឹងទៅភ័យរត់ទៅខាងតកសិលាណាហើយបានពួនមានកូនអីចឹងទៅហើយកូនហ្នឹងកូនស្រីហ្នឹងមកមានប្តីនៅសាវត្ថីហើយរួចទៅក៏បានធ្វើបុណ្យអញ្ជើញពុកអីហ្នឹងមកហ្នឹងរឿងរ៉ាវហ្នឹងហើយបានស្ដាប់ពធัวទៅសម្រាប់ម្ដងបានសោតាបត្តផលស្ដាប់លើក្រោយទៀតបានអនាគាមិផលដាប់រឿងដែលថាអត់មានស្បៀងហ្នឹងតាមបានធ្វើបន់អត់ស្បៀងដល់ស្ដាប់ទៅមានបញ្ញាយល់ដំណើរជីវិតហ្នឹងប្រព្រឹត្តទៅក្នុងបដិច្ចសមុបាទធัวហ្នឹងឯងចឹងប្រព្រឹត្តទៅដោយអំណាចកម្មជាបច្ច័យហ្នឹងហើយដល់អញ្ចឹងទៅបញ្ញាមិនមែនត្រឹមតែថាធ្វើបន់ថ្នាក់ទានថ្នាក់សិលអីហ្នឹងឯណាបន់ភាវនាក្នុងការស្ដាប់ពធัวហ្នឹងគឺកើតសមថភាវនាផងវិបស្សនាភាវនាផងសម្រាប់មគ្គផលដឹងថាដំណើរជីវិតវាអត់មាននៅលើអត្តាសត្វបុគ្គលណាទេនៅលើតួកម្មជាបច្ច័យហ្នឹងហើយគុណចាស់មកហ្នឹងហ្នឹងហើយមុនចាស់ដែរពធធម្មទេសាធុដែរទេអកិច្ចការងាររបស់គុណចាស់យូរយាងណាស់មកតែបានគង់នៅជាទីរីករាយនៃពុទ្ធបរិស័ទយើងពោបដងអីហ្នឹងមុនទៅវត្តកែវហ្នឹងហើយក្តីជ្រះថ្លាបានត្រេកអរបុណ្យកុសលយេចសង្ឃាអតីតាចយេចសង្ឃាអនាគតាចយេសង្ឃាអហាងវន្តិមិសាពតិតាទៅត្រេកអរបុណ្យកុសលលោកចាស់គ្រូប៉ុណ្ណាហ្នឹងហើយប្រាប់ពីវេនបិណ្ឌហ្នឹងឯងចាស់វេនហ្នឹងឯងធ្លាប់បានធ្វើកិច្ចការងារនៅពេទ្យលោកចាស់ប្រាប់ហ្នឹងឯងមានឧបការៈជួយម៉ែយើងជាបាលជំងឺអីហ្នឹងចឹងណា
ដោយពេទ្យនឹងបានអប់រំមេត្តាចិត្តទៅច្រើនហើយបានជួបប្រទះនៅក្តីទុក្ខលំបាកជំងឺរោគាអីហ្នឹងគឺឃើញសេចក្តីទុក្ខក្នុងជីវិតអញ្ចឹងបានអប់រំចម្រើនបញ្ញាមកមានភាពនឿយណាយនឹងជីវិតហ្នឹងតួនឿយណាយហ្នឹងគឺជាតួបញ្ញាឡើងដល់ថ្នាក់វិបស្សនាទៀតហ្នឹងឯងអញ្ចឹងក៏បានអប់រំពុទ្ធសាសនាបានដឹងថាទិសដៅនៃពុទ្ធបរិស័ទយើងហ្នឹងគឺរួចផុតចាកទុក្ខហ្នឹងឯងនិមោខាំងប្រមោខាំងវិវេកន្តិហ្នឹងឯងក្នុងនិមោកសោតហ្នឹងនិមោខៈហ្នឹងឯងហ្នឹងគឺសម្បត្តិលោកីហើយនឹងលោកកតរៈយើងមានផលបន់នៅក្នុងកំណើតជាមនុស្សហើយយើងក៏ពឹងពាក់ផលរបស់បន់ហ្នឹងយើងបានរស់នៅបន់ទំនប់ម្ដងមកជីវិតរស់ហ្នឹងអត់មានបន់ទំនប់ម្ដងគឺអត់រស់ទេពីព្រោះកុសលវិបាកបន្តគ្នាភពវាំងសឹងលក់សម្រានលក់អីហ្នឹងគឺវិញ្ញាណហ្នឹងចេះតែតគ្នាមកហ្នឹងបានយើងរស់ហ្នឹងដោយសារមានវិញ្ញាណមួយចំណែកធំហ្នឹងគឺវិបាករបស់កម្មហ្នឹងឯងហើយបានមួយផ្នែកទៀតទៅគឺនៅក្នុងជីវ័នមានកុសលអកុសលហ្នឹងឯងហើយមួយផ្នែកធំទៅទៀតទៅគឺជីវិតដែលប្រព្រឹត្តទៅដោយជាតិជារាជាធិមរណៈហ្នឹងហ្នឹងវាមាន3ផ្នែកធំជីវិតយើងមួយអង្គម្នាក់ហ្នឹងមួយផ្នែកគឺជាផលវិបាករបស់កម្មហ្នឹងឯងហើយមួយផ្នែកទៀតគឺជាវណ្ណចិត្តដែលប្រព្រឹត្តទៅក្នុងអំពើកម្មបច្ចុប្បន្នហ្នឹងហើយនឹងផ្នែកទៀតទី3គឺប្រមូលទៅក្នុងធម្មនិយមណាទំនៀមធម្មតានៃជីវិតកើតចាស់ឈឺស្លាប់ហ្នឹងឯងរួមគ្នាហ្នឹងឯងដោយរូបដោយអីទាំងអស់ហ្នឹងតែជារបស់មិនទៀងគ្រាន់ថាយើងអាចប្រើប្រាស់បានដើម្បីអប់រំចិត្តហ្នឹងគឺសាងព្រហ្មយានហើយអប់រំចិត្តហ្នឹងទូមានចិត្តហ្នឹងឯងព្រហ្មយានគឺអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងយើងអប់រំក្នុងដំណើរជីវិតរបស់យើងនេះគឺថាគ្រាន់តែជាគ្រឿងប្រើប្រាស់ហើយយើងប្រគល់ឲ្យលោកនេះទៅវិញហ្នឹងឯងគ្រាន់តែប្រើប្រាស់ដោយថាយើងមានបុណ្យពីជាតិមុនមកយើងជួលបានអត្តភាពហ្នឹងជាមនុស្សហ្នឹងយើងអាចប្រើប្រាស់បានហើយមានបត្រៃណគមឲ្យកម្មសិលអីបានដើម្បីយើងសាងព្រហ្មយានគឺអរិយមគ្គហ្នឹងឲ្យអស់សេចក្តីប្រកាន់ព្រះនិព្វានគឺការអស់សេចក្តីប្រកាន់ដោយអរិយមគ្គសោតាបត្តមគ្គជាដើមហ្នឹងឯងដែលយើងជួលអត្តភាពដោយសារបុណ្យហ្នឹងបានយកមកប្រើប្រាស់ក្នុងជាតិនឹងឯងទី1ទៅយើងខំប្រើប្រាស់ឲ្យបានល្អរបស់ហ្នឹងយើងជួលយកមកប្រើណាហ្នឹងឯងក្នុងការបំពេញបុណ្យកុសលគុណចាស់ប្រើប្រាស់នៅក្នុងពភ្នោះហ្នឹងចឹងទៅទី2គឺយើងដឹងថារបស់ហ្នឹងត្រូវសងទៅគេវិញព្រោះយើងជួលរបស់ក្នុងលោកនេះមកទេហ្នឹងឯងជួលយកមកប្រើប្រាស់សាងក្បូនណាគឺព្រហ្មយានហ្នឹងដូចរបៀបយើងជួលខ្ចីក៏បានកបិតបថៅអីយកមកកាប់ឈើកាប់បស័យកាប់វัวអីចងធ្វើក្បូនឆ្លងទៅត្រើយនាយអញ្ចឹងណាហ្នឹងរួចទៅយើងសងទៅគេវិញកបិតបថៅហ្នឹងឯងអត្តភាពហ្នឹងដោយកបិតបថៅអញ្ចឹងតែយើងខ្ចីគេមកដឹងថារបស់ហ្នឹងយើងសងទៅគេវិញប៉ុន្តែថាយើងសាងក្បូនហ្នឹងទានសិលភាវនាហ្នឹងណាហ្នឹងឯងឲ្យសម្រេចទៅជាលោកតរៈហ្នឹងឯងរបស់ហ្នឹងក៏នៅតែចោលដដែលព្រោះឲ្យទៅជាសង្ខារធัวហ្នឹងឯងអត់មានយកទៅព្រះនិព្វានទេហ្នឹងឯងគ្រាន់តែថាប្រើប្រាស់បានសម្រេចជាលោកតរៈទៅសមុច្ឆេតបហានៈ
nâng ngày nắng chlong đã trai nê vậy tròn đề cái lấy sự vật đã minh cao đó nâng ngày nắng trai nê vậy đòi mẹ nó đòi ở đây giờ mẹ nâng ngày chẳng ở đây mẹ nó có miền trời ca ấy tiếng bà tiện thầy tế phèn kẽ rồi luật từ giặc cái tia kia mi mẹ na kia mi mẹ arahat mẹ nâng ngày nâng ngày bà đệ xe xa này đôi trần tệ rồi luật mình miền sai so đòi arahat mẹ nâng cứ đo pre ni tiền này cứ sẽ cái đây phải cam nó từ thệ toàn là ha nó nâng ngày nâng cứ pre ni tiền đòi em nát này mẹ giống admin trời dục ru về tình yêu sinh nhà sang kha vì nhiên ấy tới pre ni tiền đây là trời phải quên ai lột đi vinh từ tầng nâng ngày chẳng cái nông làm xa bột bò sạch dân liền ok bàn prao pra nơi ắt được thiệp nâng dân prao nông cá sang prum diện cứ tiền nu bạn xây lô bạn phê và nu bạn nị anh chỉ tia sải đầm miền cầm lắng đây bàn chlong từ cam trai nê nâng ngày ngọc bạn dân bình nông bòn của sao nâng ấy đào chìm púa ca để dân nực rồi lực nhiệt thì ca biệt đa ấy nâng nông bòn của sao nâng phải tiền tư chẳng tới ấy phút bò sạch dân có bàn ọp rùm tu miền chật bàn nông tiền sai phê bên này nâng ruột nơi mà ngày tiệt nâng cứ ca dân cầm cực thà rùa tại đôi thà sự đây sọc á thầm mà đá sọc ấy ban ta về lê làm sọc đôi lột phe ca chọc phe nòng ca sao giờ rom nâng nó dừng che sừng kê bị nứt á nâng ngày sọc hái ở pracha tổ tiệt nơi nông chỉ quan này chết nè để bật tới đòi tiền sao phe về nè nâng ngày vô sầm khánh trong để pracha tổ và cọp đôi sau mà nó sẽ về tình yêu cả đó UP kha về tình yêu cả đôi nông mà của sao đó nâng ngày tôi UP khá có sự cua cho thà chỉ sọc đây nâng ngày cô về mình men chỉ tục tô mình no men bật tu men khăn cao men sọp ấy nè là tây ấy ở cao tục nông chặt ấy nâng tê cứ và cọp từ đôi UP khá thấy kia bị xét cứ mà của sao nâng ngày dân trời vô đăng thà lời chặt vào dân nâng về khác rồi bon của sao nó bị sờ bài chẳng nó về sau mà no về khác mình chia sờ bài ấy thế bàn tay chặt chia của sao ngọt nơi ba nâng ngày nông cà phê tiền cả đây dân để xa sel pro cả đây ấy nâng chặt nâng cứ miền sel và tới té và cọp đâu pk mình chỉ sau mình no rì ấy miền dạng ná bên ta tha ôi tại dân đăng thay chia cổ xa thì sầm khánh rong đăng nắng á đăng chia cổ xa ấy dân để xa cổ xa nâng ấy cổ xa cả lá còn đăng về sầm khánh rong đăng ấy dân liệt bằng nâng ảnh hay là biết đôi dân bo để phô chấm này là ha ấy chẳng á nâng ảnh thầy thà bị nứt mơ sau cuộc hiệp ấy chẳng tới tam chiêm tam ấy chẳng có thảo lơ chiết co ấy dân đằng chẳng dân đằng thà ở chùm này hà nắng về phải ở đây là dân đằng chẳng nó ngay thì nó dân vi nó priệp nghề sẽ đạp dân năng này hay làនេះអត់ផ្អែមទេចឹងទៅយើងគុណចាស់ឆាន់ទៅញាតិញោមទូទានអីចឹងទៅសំខាន់ត្រង់ដែលដឹងហ្នឹងណាហ្នឹងហើយយ៉ាងណាមិញគេថាសម្បជញ្ញៈនេះហ្នឹងហើយដែលថាដឹងខ្លួនហ្នឹងសំខាន់ណាហ្នឹងហើយចំណេះវិជ្ជាអីដោយគុណចាស់អីមានចាំបាច់សិក្សារៀនអីផ្លូវលោកអីទៅណានៃច្រើនទេចឹងព្រះពុទ្ធអង្គទ្រង់សម្ដែងហើយនៅក្នុងអត្តតន្តសូត្រហ្នឹងហើយគេថាហោហែមកដល់ត្រង់ដែលថាតថសិក្ខានុគីយន្តិយានិលោកេកធិតានិអ្នកទេសោបសតោសិយា
ហ្នឹងហើយថាចំណេះវិជ្ជាក្នុងโลกហ្នឹងគេតែងរៀនណាស្អីទៅហ្នឹងហើយសិល្បៈវិជ្ជាបង្ហាត់តម្រៃបង្ហាត់សេះអីបាញ់ធ្នូបាញ់អីរៀនយើងរហូតមកសពថ្ងៃកសិកម្មពាណិជ្ជកម្មជំនួញជួញដូររៀនខាងការគ្រប់គ្រងអីចឹងសម្បើមណាតែព្រះអង្គម្ដែងថាអ្នកទាំងឡាយមិនចាំបាច់ផ្កាយខ្វល់យកចិត្តទុកដាក់អីទៅទេហ្នឹងហើយអ្នកទេសោបសតោសយាណាណាមិនបាច់ខ្វល់ខ្វាយយកចិត្តទុកដាក់អីទៅទេព្រោះសម្រាប់អ្នកគ្រប់គ្រងផ្ទះគេមានកិច្ចការងារចាំជីវិតប៉ុន្តែអ្នកទាំងឡាយដែលនៅក្នុងប្រភ្នោះនេះតាំងចិត្តបួសរហូតចឹងទៅហ្នឹងឯងហើយនិព្វជ្ជៈសព្វសោកាមេក៏បីនឿយណាយជាមួយគ្នានឹងកាមគុណក្នុងโลกហ្នឹងណានិព្វជ្ជៈសព្វសោកាមេសិក្ខេនិព្វានមត្តនោនេះមកសិក្សាកំចាត់បងសេចក្តីប្រកាន់នេះហ្នឹងឯងព្រោះព្រះនិព្វានគឺការមិនប្រកាន់ណាហ្នឹងឯងព្រោះអាសេចក្តីប្រកាន់ហ្នឹងវាជាអន្លង់កាមោខៈភវោខៈទិដ្ឋោខៈអវិជ្ជោខៈហ្នឹងឯងហើយការដែលបរិបត្តិនៅក្នុងសិលសមាធិបញ្ញារហូតដល់វិបស្សនាតទាំងគបហានៈហ្នឹងគឺថាជាការដែលត្រូវឆ្លងនៅអន្លង់ហ្នឹងឯងចាលះបង់ទិដ្ឋិអត់មានប្រកាន់រូបធម៌នាមធម៌ហ្នឹងជាសត្វបុគ្គលជាតួខ្លួនទេហ្នឹងឯងហ្នឹងតទាំងកបហានៈហើយដល់វិបស្សនាចម្រើនទៅរហូតមានកម្លាំងទៅញាណហ្នឹងវិបស្សនាញាណអាតែពលវៈវិបស្សនាទៅអរិយមគ្គកើតឡើងទៅគឺធម្មនិយមហ្នឹងគុណរបស់ពធធម្មគុណហ្នឹងគឺថាដុតឫសគល់នៃសេចក្តីប្រកាន់ហ្នឹងថាឈប់កើតជារៀងរហូតហ្នឹងឯងថានិយមធัวហ្នឹងសច្ចធัวហ្នឹងគឺថាគុណរបស់អរិយមគ្គហ្នឹងជាធម្មគុណហ្នឹងណាហ្នឹងឯងហ្នឹងគឺថាដុតអនុស័យហ្នឹងគឺថាលែងមានតទៅទៀតហ្នឹងឯងហ្នឹងគឺការមិនកើតឡើងនៅអកុសលហ្នឹងការមិនកើតឡើងនៅកិលេសហ្នឹងមិនកើតជារៀងរហូតដោយមគ្គហ្នឹងនឹងឯងជានិរោធសច្ចហ្នឹងឯងជាការអស់ទៅនៃបដិច្ចសមុបាទធัวផ្នែកខាងបច្ច័យហ្នឹងណាហ្នឹងឯងអញ្ចឹងគឺនៅក្នុងនិរោធណាហេតុនិរោធាផលនិរោធោតិហ្នឹងនិរោធសច្ចតែព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងក្នុងលំដាប់នៃការសម្ដែងហ្នឹងគឺទី3ណាទុកទី1សមុទយៈទី2និរោធទី3នឹងមិនបានជាព្រះអង្គសម្ដែងនិរោធក្នុងលំដាប់ទី3ថាមកពីហេតុនិរោធាផលនិរោធោហ្នឹងឯងប្រកាសអំពីទុកសមុទយៈនឹងសច្ចៈ2ខាងដើមហ្នឹងហើយគឺរលត់នៅសច្ចៈទាំងពីរហ្នឹងដោយការរលត់ហេតុរលត់ដោយអរិយមគ្គហ្នឹងឯងអញ្ចឹងមានការរលត់នៅហេតុដែលជាសមុទយៈសច្ចៈហើយនឹងទុក្ខសច្ចៈហ្នឹងក៏រលត់ព្រោះมันមានហេតុហ្នឹងគឺនិរោធសច្ចណាព្រះនិព្វានហ្នឹងមិនមាននិព្វានតាមដែលយើងនឹកជាប់ដោយអត្តានុទិដ្ឋិយើងនិព្វានយ៉ាងម៉េចអីទេព្រះនិព្វានគឺការរលត់នៅសច្ចៈពីរហ្នឹងហ្នឹងឯងទុក្ខសច្ចសមុទយៈសច្ចហ្នឹងឯងរលត់ដោយអរិយមគ្គមកអំពីសមុទយៈសច្ចហ្នឹងវាមានអវិជ្ជាជាមូលជាឫសគល់អញ្ចឹងទៅមគ្គហ្នឹងគឺជាពន្លឺភ្លឺស្វាងណាប្រៀបដូចពន្លឺកំចាត់ងងឹតអញ្ចឹងដល់បញ្ញាញាណកើតឡើងទៅពន្លឺហ្នឹងគឺឃើញនាមរូបហ្នឹងឯងចឹងហ្នឹងឯងដល់ឃើញនាមរូបហ្នឹងតាមសេចក្តីពិតទៅអនិច្ចំទុក្ខំអនត្តាហ្នឹងជាបរមត្តហ្នឹងប្រកបឡើងកំចាត់បងនៅអវិជ្ជាហ្នឹងហើយអញ្ចឹងមានអត្តាតួខ្លួនអីនឹងតែត្រូវការរស់ស្អីមកឲ្យណាជីវិតប្រកដីនឹងដីទឹកភ្លើងខ្យល់អាកាសធាតុហ្នឹងឯងជាធាតុមិនដឹងណារូបកាយហ្នឹងកំណត់ជាបរមត្តធម៌អត់មានអត្តាសត្វបុគ្គលអីទេរួចទៅនៅតែវិញ្ញាណធាតុនេះចែកដាច់ចេញអំពីរូបមកវិញ្ញាណធាតុអត់មានរូបរាងទ្រង់ទ្រាយសន្តានអត់មានស្រីអត់មានប្រុសអីទេអត់មានបរិស័កភេវរូបអដ្ឋិភេវរូបអីទេវិញ្ញាណធាតុហ្នឹងដឹងអារម្មណ៍
វិញ្ញាណហ្នឹងឯងដឹងរូបដឹងសម្លេងក្លិនរសផាត់តាពៈហ្នឹងវិញ្ញាណហ្នឹងដឹងហើយរលត់ទៅអតីតាធម្មាដោយចិត្តព្រឹកមិញអីចឹងម្សិលមិញអីចឹងមិនមែនមកនៅដល់ឥឡូវនេះណាគ្រាន់តែថាមានបច្ច័យឲ្យកើតតមកហើយសតិរលឹកបានវាអត់ប្រកាន់ថាយើងអ្នកដឹងទេវិញ្ញាណធាតុប្រកបជាបរមត្តឡើងនឹងឯងចឹងហ្នឹងដែលជាការអប់រំចម្រើននៅអរិយមគ្គអត់ប្រកាន់ថាជាទូខ្លួនយើងវាអត់មានខ្លួនយើងក្នុងโลกនេះហើយស្រេចមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណប៉ុន្តែវាអត់មានខ្លួនយើងអត់មានខ្លួនយើងបានហើយនឹងមានមកហួងហែងហើយឲ្យរូបនឹងយ៉ាងម៉េចទៅទៀតឲ្យតែមិនមែនជាយើងវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងឲ្យតែប្រកបជាបរមត្តមិនមែនជាយើងវាអត់ហួងហែងបញ្ញខណ្ឌហ្នឹងទេអាការមិនហួងហែងហ្នឹងឯងចឹងរហូតដល់ទៅមិនហួងហែងដាច់ជាសមុជឆេតដោយអំណាចអរិយមគ្គទៅនឹងការដែលសេចក្តីប្រកាន់ហ្នឹងការហួងហែងហ្នឹងមិនកើតឡើងជារៀងរហូតហ្នឹងឯងហ្នឹងគឺជានិរោធសច្ចដំណើរទៅកាន់ព្រះនិព្វានហ្នឹងហ្នឹងឯងហ្នឹងគឺក្នុងការដែលពុទ្ធបរិស័ទយើងបានមកជួបនឹងពុទ្ធសាសនាហ្នឹងឯងយើងបានដូចថាមានភាពកក់ដៅទៅមែនទេហ្នឹងហើយព្រោះយើងឃើញខ្លឹមសារសំខាន់ណាបើនិយាយទៅពីរឿងវត្ថុសម្បូរបែបអីចឹងទៅគឺថាស្រុកខ្មែរយើងប្រៀបដល់ប្រទេសដែលមានបានគេជឿនលឿនរបបបែបអីដោយវត្ថុសម្ភារៈអីទាំងអស់ហ្នឹងមែនប៉ុន្តែរបស់ទាំងអស់ហ្នឹងវាមកពេលមកគ្រាចឹងទៅទេវាត្រូវមច្ចរាជប្លន់ទៅដើមយកទៅទាំងអស់ហ្នឹងហ្នឹងឯងដូច្នេះសំខាន់យើងមានបត្រៃសរណគមនេះហ្នឹងឯងជាបាតនៃលោកតរៈធម៌ហ្នឹងឲ្យយើងដឹងអ្វីដែលយើងមានវាសំខាន់អញ្ចឹងណាហ្នឹងឯងហើយអ្វីដែលវាជាចំណៃតោះអីហ្នឹងឲ្យយើងដឹងទៅយើងតមទៅហ្នឹងឯងដូចយើងដឹងថាសេចក្តីកំណាញ់ហ្នឹងឯងរូបរិទ្ធសន្តាននៃចិត្តទៅធ្វើឲ្យយើងបំរើកិលេសតណ្ហាហ្នឹងឯងយើងចេះតែប្រកាន់ថាខ្លួនយើងអ្នកខ្សែផ្សោយអារម្មណ៍អញ្ចឹងទៅចេះតែកម្មយកអ្វីក្នុងโลกហ្នឹងដោយសម្គាល់ថាខ្លួនយើងតាមពិតវាអត់មានខ្លួនយើងអីណាអ្នកខ្សែផ្សោយអ្វីក្នុងโลกហ្នឹងវេទនាសោយអារម្មណ៍សោះហ្នឹងហ្នឹងឯងដល់ចឹងគឺយើងមិនចេះតែទៅប្រកាន់វិញ្ញាណដឹងអារម្មណ៍ថាខ្លួនយើងទេវេទនាសោយអារម្មណ៍ថាជាខ្លួនយើងទេដល់ចឹងទៅក៏យើងលះមច្ឆរិយៈជាការអប់រំទូមានចិត្តណាសំខាន់ក្នុងទានក៏អប់រំទូមានចិត្តទៅជាគ្រឿងប្រដាប់ចិត្តជាអលង្ការរបស់ចិត្តអប់រំចិត្តហ្នឹងគឺដើម្បីឲ្យចិត្តហ្នឹងឆ្លាតមានបញ្ញាទៅអាចឆ្លងផុតអំពីវដ្តសង្សារដោយការដាក់ចុះនៅបញ្ញខណ្ឌដាក់ចុះគឺការមិនប្រកាន់ដោយសារចិត្តហ្នឹងមានបញ្ញាហ្នឹងឯងហ្នឹងគឺពុទ្ធបរិស័ទយើងបានដឹងថាការដែលទ្រុសសិលហ្នឹងជាបាបកម្មពីវរាជាការបំរើកិលេសអញ្ចឹងទៅក៏វេរមណីជាអ្នកមានសិលមកណាចោលបាណារិបាតអត្តនេទានចេតនាដែលប្រព្រឹត្តទៅដែលជាការបៀតបៀនសត្វហ្នឹងណាអាហ្នឹងចោលហើយព្រោះអាហ្នឹងចំណីតោះបាបហ្នឹងជាចំណីតោះដូចយើងថែរក្សាសុខភាពអញ្ចឹងហ្នឹងឯងហើយយើងជឿជាក់លោកគ្រូពេទ្យគឺព្រះសម្មាសម្ពុទ្ធដែលមានព្រះធម៌ជាឱសថយើងមិនមែនចិត្តតែជឿដោយមិនមានបញ្ញាឯណាដូចយើងដឹងទៅគ្នាយើងឈឺអីស្រាប់តែថាជាមានសុខភាពល្អទៅជាមកពីអីទៅខ្ញុំទៅលោកគ្រូពេទ្យនេះគ្រូពេទ្យប្រកែហ្នឹងឯងយើងក៏ជឿទៅតាមហ្នឹងមិនតាន់ 100% ក៏ដោយប៉ុន្តែយើងទៅពិនិត្យចារណាមើលទៅអូគឺសទ្ធាយើងចម្រើនឡើងមែនអញ្ចឹងណាដូច្នេះថាតថាគតពោធិសទ្ធាហ្នឹងគឺថាសំខាន់ណាជាក្របពូជហ្នឹងឯងយើងដាំនៅក្នុងជីវិតហ្នឹងដូចថាសេចក្តីទុកហ្នឹងវាដូចជាយើងដាំពូជឈូកអញ្ចឹងណាដាំក្របឈូកហ្នឹងឯងដាំវានៅក្នុងស្រះហើយស្រះវាមានទឹកមានភក់ហើយទឹកហ្នឹងដូចតណ្ហាអញ្ចឹងណា
តណ្ហាដែលយើងវានៅក្នុងវត្តសង្សារជីវិតយើងហ្នឹងណាហ្នឹងឯងត្រូវដោះស្រាយសេចក្តីទុក្ខក្នុងវត្តដាក់ហ្នឹងឯងដែលបានរួចផុតចាកទុក្ខហ្នឹងគឺព្រះនិព្វានហ្នឹងមិនមានអ្វីដទៃក្រៅពីដោះស្រាយសេចក្តីទុក្ខហ្នឹងទេដោះស្រាយទុក្ខរួចជាស្ថាពរហ្នឹងគឺព្រះនិព្វានហើយសេចក្តីទុក្ខហ្នឹងវាមានទុក្ខហើយនឹងសមុទយៈអញ្ចឹងភក់នេះដូចទុក្ខអញ្ចឹងទុក្ខសច្ចៈអញ្ចឹងវាមានភក់វាអាស្រ័យទឹកទៅវាចេះតែធ្វើឲ្យមានភក់ហ្នឹងអញ្ចឹងទៅហ្នឹងឯងយើងហៅផុកហៅអីហ្នឹងណាភក់ហ្នឹងតែភួរកបតៈហ្នឹងឯងអាស្រ័យមានទឹកហ្នឹងហើយដល់ទៅយើងបានស្ដាប់ពធัวនេះយើងកើតមកសំណាងក្នុងស្រុកខ្មែរយើងបានបត្រៃបីដកប្រសងថែរក្សាមកអញ្ចឹងទៅដោយព្រះពុទ្ធអង្គសាព្រោះក្របពូជឲ្យយើងអញ្ចឹងយើងបានក្របពូជពោធិញ្ញាណដែលព្រះអង្គសាព្រោះមកហ្នឹងទោះជាយើងមិនមែនប្រាថ្នាជាព្រះពុទ្ធក៏ដោយប៉ុន្តែក្របពូជសម្រាប់ត្រាស់ដឹងសច្ចធម៌ពូជហ្នឹងដែលមានព្រះនិព្វានជាផលសទ្ធាពីជាងសទ្ធាដែលយើងដឹងថាជីវិតប្រព្រឹត្តទៅតាមកម្មឲ្យយើងជឿជាក់លោកគ្រូពេទ្យគឺព្រះសម្មាសម្ពុទ្ធណាហៅថាតថាគតពោធិសទ្ធាហ្នឹងហើយដល់យើងទទួលយកពធមកយើងកាន់តែជឿជាក់ថាអូណាពធហ្នឹងពូកែស័ក្តិសិទ្ធិមែនហ្នឹងហើយយើងពិសោធន៍យើងដឹងខ្លួនយើងអញ្ចឹងហ្នឹងហើយក្របពូជហ្នឹងចាក់រឹសចូលទៅក្នុងដីអញ្ចឹងទៅគឺសិលណាដោះដើមមកទាំងដូចឈូកអញ្ចឹងហ្នឹងហើយមកដែរឆ្លងកាត់ទឹកនឹងមកហើយក៏ផុតចាកទឹកនឹងចឹងទៅហ្នឹងគឺប្រៀបដូចថាការត្រាស់ដឹងសច្ចធម៌ណាទទួលពន្លឺព្រះអាទិត្យរីកទៅមានកេសរក៏អូបផ្សព្វផ្សាយទៅខ្មុំក្រេបយកកេសរធ្វើជាក្បាលទឹកទៅហ្នឹងគឺថាការឈូកកើតពីភក់ណាឆ្លងកាត់ទឹកប៉ុន្តែទីបំផុតគឺថាលូតផុតចាកទឹកហ្នឹងឯងគេថាពូជសទ្ធាហ្នឹងឯងគឺថាសត្វលោកយើងកើតមកក្នុងលោកហ្នឹងប៉ុន្តែបានអប់រំចិត្តទៅមានសទ្ធាហ្នឹងធ្វើឲ្យចិត្តហ្នឹងឯងឆ្លងកាត់នៅតណ្ហាបានផុតចាកតណ្ហាហ្នឹងឯងដូចជាឈូកផុតចាកទឹកអញ្ចឹងហ្នឹងឯងមនុស្សយើងកើតនៅក្នុងលោកហ្នឹងឯងនិយាយសរុបមកហើយក៏ផុតចាកលោកហ្នឹងឯងដោយអំណាចនៃអរិយមគ្គហ្នឹងរួចផុតចាកលោកហ្នឹងទៅជាព្រះអរិយបុគ្គលហ្នឹងគឺដែលយើងមានសទ្ធាពីជាងហ្នឹងសាហោតិអមតបលាក្នុងការដែលយើងត្រូវឆ្លងផុតអំពីទឹកគឺតណ្ហានឹងឯងចឹងសូមអនុមោទនានឹងប៉ុណ្ណឹង